សម្រាប់ខ្ញុំប្រកាសណាខ្ញុំបាទការបង្កើតក្រុមជំនុំបត្រៃបដវាជារឿងល្អប៉ុន្តែអ្វីដែលខ្ញុំបារម្ភខ្វាយខ្វល់បាទគឺប្រមូលធនធានដែលមានសមត្ថភាពពិតប្រាកដបាទប្រសងដែលមិនជាអ្នកសិក្សារៀនសូត្របត្រៃបដជាអ្នកទៅរៀនផ្លូវលោកអីចឹងទៅបានសញ្ញាបត្រផ្លូវលោកមកបាទបណ្ឌិតផ្លូវលោកមកហើយអ្នកប្រសងដែលស្រោចទឹកប្រសងដែលមន្តអាគមអាមកយកមកបង្កើតជាក្រុមជំនុំបត្រៃបដអាហ្នឹងវាជារឿងហានិភ័យហ្មងអាហ្នឹងរឿងវិនិច្ឆ័យហ្មងអ្វីដែលខ្ញុំខ្វាយខ្វល់ណាសម្រាប់ប្រសងដែលឬក៏ពុទ្ធបរិស័ទឧបាសកដែលឧបាសិកាដែលសិក្សាបត្រៃបដសុខខ្មែរមានប៉ុន្តែខ្ញុំខ្លាចតែមិនបានប្រមូលអ្នកដែលចេះដឹងប្រកបហ្នឹងមកចូលរួមហើយបង្កើតតែក្រុមជំនុំបត្រៃបដសុទ្ធតែប្រសងឧទាហរណ៍ទៅលោករៀនផ្លូវលោករៀនចប់បណ្ឌិតអនុបណ្ឌិតអីនៅក្រៅប្រទេសជាអ្នកសិក្សាចំណេះដឹងផ្លូវលោកអីចឹងទៅហើយប្រសងខ្លះមានតំណែងធំអីចឹងទៅអ្នកខ្លះប្រសងខ្លះនិយាយមិនទាំងអស់ដែលមិនបានសិក្សាពុទ្ធដីកាផងបានសិក្សាបត្រៃបដទោះបីសិក្សាធម៌ខ្លះប៉ុន្តែអត់បានសិក្សាស៊ីជម្រៅបត្រៃបដអត់បានសិក្សាស៊ីជម្រៅទៅវិបល័យណាហើយជាពិសេសគឺការសិក្សាបត្រៃបដហ្មងគឺអត់បានសិក្សាហើយយកមកចូលជាក្រុមជំនុំបត្រៃបដអាហ្នឹងគឺរឿងហានិភ័យហ្មងបាទអញ្ចឹងខ្ញុំចង់ឲ្យបើសិនជានេះខ្ញុំកណាខ្ញុំបាទសូមស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងច្បាស់លាស់ហើយជាពិសេសគឺសូមបញ្ចេញព័ត៌មានទាក់ទងជាមួយនឹងសមាជិកភាពរបស់ក្រុមជំនុំបត្រៃបដសមត្ថភាពចំណេះដឹងហើយទៅប្រវត្តិនៃការសិក្សាសូមបង្ហាញជាសាធារណៈឲ្យមហាជនបានដឹងដើម្បីឲ្យមានទំនុកចិត្តទាំងអស់គ្នាហើយនិយាយនេះមិនមែនខ្ញុំកណាខ្ញុំបាទនិយាយក្នុងន័យបន្ទាបតម្លៃឬក៏មិនឲ្យតម្លៃទេប៉ុន្តែការផ្ទៀងផ្ទាត់បត្រៃបដឬក៏ការបង្កើតមើលផ្ទៀងផ្ទាត់ឬក៏ប្រែអត្ថកថាដីកាផ្សេងៗវាមិនមែនជារឿងស្រួលទេមិនមែនជារឿងមនុស្សធម្មតាអាចធ្វើបានទេអ្នកដែលគេតតប្រសងឬក៏ប្រសក់ដែលជាអ្នករៀនបត្រៃបដរៀនរាប់4-20ឆ្នាំហើយរៀនបត្រៃបដសិក្សាលម្អិតបត្រៃបដហើយសិក្សាអំពីណាអត្ថសេចក្តីនៅក្នុងភាសាបាលីក្នុងបត្រៃបដហ្នឹងហើយសិក្សាចប់ទៀតបាទហើយជាពិសេសបើខ្ញុំឃើញបច្ចុប្បន្ននេះប្រសងដែលលោកទៅសិក្សានៅប្រទេសភូមាមានច្រើនអង្គដែរដែលលោកបានសិក្សាចប់ហើយអាចយល់ដឹងជ្រៅជ្រះខ្លាំងទៅលើបត្រៃបដបាទហើយក៏ប្រសងខ្មែរយើងក៏មានដែរដែលលោកបដិបត្តិគោរពទៅតាមពុទ្ធដីកាសិក្សាបត្រៃបដបាទសិក្សាគម្ពីរបត្រៃបដសុទ្ធហ្មងមានគាត់ថាវាមិនច្រើនទេនៅស្រុកខ្មែរយើងមិនមានច្រើនទេសម្រាប់វត្តដែលសិក្សាបត្រៃបដហ្នឹងមានតិចបាទតែមានតែគាត់ថាបើសិនជាប្រមូលធនធានប្រសងដែលលោកសិក្សាបត្រៃបដណាមិនថាខ្មែរប្រសងក្នុងស្រុកឬក៏ក្រៅស្រុកទេដែលលោកកំពុងតែសិក្សាស្រាវជ្រាវបត្រៃបដកំពុងតែរៀនបត្រៃបដហ្នឹងយកមកប្រមូលលោកដែលចេះដឹងទាំងអស់ហ្នឹងមកហើយបង្កើតក្រុមជំនុំបត្រៃបដបង្កើតក្រុមផ្ទៀងផ្ទាត់ទៅជាមួយនឹងអក្ខរាវិរុទ្ធបត្រៃបដផ្សេងអត្ថតាក់ទងជាមួយនឹងអក្ខរាវិរុទ្ធភាសាបាលីមួយចំនួនហើយតាក់ទងជាមួយនឹងការបកប្រែនៅអត្ថកថាដីកាផ្សេងអាហ្នឹងគឺជារឿងល្អវាជារឿងល្អហ្មងប៉ុន្តែអាការព្រួយបារម្ភរបស់ប្រសង់មួយចំនួនក៏ដូចជាបាសកបាសិកាមួយចំនួនគឺការបង្កើតក្រុមជំនុំបត្រៃបដបាទទៅយកតែអ្នកដែលឧទាហរណ៍ថាអត់ដែលប្រវត្តិរៀនបត្រៃបដផងទៅប្រវត្តិដោះផ្លុំយកមកបង្កើតក្រុមជំនុំបត្រៃបដប្រវត្តិនៅក្នុងព្រៃមកយកបង្កើតក្រុមជំនុំបត្រៃបដអ្នកដែលរៀនផ្លូវលោកសុទ្ធសោះមកយកចូលក្រុមជំនុំបត្រៃបដគាត់តែមានឧទាហរណ៍ងារជានេះងារជានោះឬក៏មានតំណែងនោះយកមកបង្កើតជាក្រុមជំនុំបត្រៃបដអាហ្នឹងគឺជារឿងហានិភ័យហ្មងព្រោះអីបងប្អូនត្រូវចាំថាប្រសង់ឋានៈណាក៏ដោយតំណែងប៉ុណ្ណាក៏ដោយបើអត់បានសិក្សាហើយអត់បានសិក្សាស៊ីជម្រៅទៅមួយបត្រៃបដហើយមកចូលរួមក្នុងក្រុមជំនុំបត្រៃបដវានឹងធ្វើឲ្យមានប៉ះពាល់ដល់ខ្លឹមសារបត្រៃបដហើយនឹងប៉ះពាល់ដល់ដោយបង្អាប់ស្នាដៃរបស់បុព្វបុរសជំនាន់ដើមអញ្ចឹងសម្រាប់ខ្ញុំឃើញអញ្ចឹងហ្មងប៉ុន្តែខ្ញុំថាខ្ញុំថាល្អការបង្កើតក្រុមជំនុំបត្រៃបដប៉ុន្តែបើការបង្កើតនឹងយកមនុស្សខុសមកប្រមូលមនុស្សខុសមកបង្កើតយកមនុស្សដែលអសមត្ថភាពមកធ្វើការវានឹងរលាយបាទហ្នឹងតើតើជាមួយនឹងរឿងហ្នឹងណាអញ្ចឹងអ្វីដែលខ្ញុំកណ្ដាស់ខ្ញុំបាទចង់ស្នើគឺបង្កើតក្រុមជំនុំបត្រៃបដសូមលើកសមាជិកភាពអ្នកដែលមកចូលរួមកម្រិតនៃការសិក្សាប្រវត្តិនៃការសិក្សាបត្រៃបដបាទគឺសូមឲ្យមាននៅក្នុងហ្នឹងមានន័យថាប្រវត្តិសិក្សាទៅមួយកម្រិតណាហើយការសិក្សាបត្រៃបដបាននៅក្នុងកម្រិតណាហើយបុគ្គលសមាជិកភាពអ្នកដែលចូលរួមមិនថាប្រសក់មិនថាប្រសងទេប្រមាណអ្នកហើយសិក្សាអីខ្លះ
ប្រវត្តិសិក្សាយ៉ាងម៉េចខ្លះបាទគួរតែលើកឡើងមកបង្ហាញជាសាធារណៈដើម្បីឲ្យមហាជនបានដឹងផងបាទអញ្ចឹងបើសិនជាឧទាហរណ៍ថាសមាជិកអ្នកដែលមកសិក្សាអត់មានប្រវត្តិច្បាស់លាស់អត់មានប្រវត្តិរៀនសូត្របត្រៃបិដកទេហើយឧទាហរណ៍រៀនបានត្រឹមកម្រិតមួយបល័យឬក៏អីនោះទេអត់បានសិក្សាបត្រៃបិដកជ្រៅអត់បានមានប្រវត្តិខ្លាំងនៅក្នុងអត្តនៅក្នុងសេចក្តីនៅក្នុងភាសាបាលីឬក៏ដូចជាសិក្សាបត្រៃបិដកទេបាទចូលរួមអាហ្នឹងមានន័យថាយើងបង្ហាញទៅថាអ្នកណាខ្លះមានសមត្ថភាព3ខ្លះប្រសងឬក៏ប្រសក់បាសិកាណាខ្លះដែលមានសមត្ថភាពដែលអាចយើងទទួលយកបានព្រោះมันអាចទៅបង្កើតតែចំនួនប្រសងឬក៏ប្រធារៈមួយចំនួនដែលបង្កើតហើយស្ងាត់គ្នាឯងទេគឺត្រូវការឲ្យមហាជនឬក៏បាសិកាបានដឹងឮដែរព្រោះបត្រៃបិដកជារួមមានកម្មសិទ្ធិបុគ្គលណាផ្ទាល់ខ្លួនទេអញ្ចឹងបើសិនជាឧទាហរណ៍ថាពុទ្ធបរិស័ទទាំងអស់មើលឃើញថាអូក្រុមជំនុំបត្រៃបិដកសិទ្ធិអ្នកមានសមត្ថភាពពិតប្រាកដប្រវត្តិល្អជាអ្នកសិក្សាបត្រៃបិដកពិតសំគួរដល់ការផ្ដល់តម្លៃឲ្យចូលរួមក្នុងការកិច្ចការងារដើម្បីជំនុំបត្រៃបិដកហ្នឹងអាហ្នឹងក៏មានការគ្រប់គ្រងអាហ្នឹងទៅរួចតែបើសិនជាយកបុគ្គលដែលមិនមានប្រវត្តិច្បាស់លាស់មិនមានសមត្ថភាពពិតប្រាកដយកមកធ្វើការមហាជនដឹងឮដូចខ្ញុំអីបើសិនជាខ្ញុំឃើញគឺខ្ញុំជំទាស់ខ្ញុំអត់គ្រប់គ្រងខ្ញុំអត់ស្វាគមន៍ក្នុងការបង្កើតទេបើសិនបើមនុស្សដែលចូលរួមនឹងអត់មានសមត្ថភាពពិតប្រាកដអត់មានប្រវត្តិច្បាស់លាស់អត់មានកម្រិតការសិក្សាត្រឹមត្រូវក្នុងបត្រៃបិដកព្រោះវាប៉ះពាល់ដល់កត្តស័ព្ទរបស់បើសិនជាយកអ្នកដែលអត់មានប្រវត្តិសិក្សាអត្តបាលីគាថាច្បាស់លាស់អំពីពុទ្ធវចនៈឬក៏បត្រៃបិដកឲ្យបានច្បាស់លាស់ទេយកមកធ្វើការវាដូចបង្អាប់បុព្វបុរសជំនាន់ដើមប្រសាស្នាដៃរបស់សម្ដេចព្រះសង្ឃរាជជួនណាដូចជាដើមហើយជាពិសេសវានឹងធ្វើឲ្យអោនឬបាត់តម្លៃឬក៏បាត់នៅទម្រង់នៅពុទ្ធវចនៈបើសិនបើបុគ្គលដែលមិនបានសិក្សាពីពុទ្ធវចនៈមកចូលរួមក្នុងការធ្វើកិច្ចការងារនេះបាទអញ្ចឹងក្នុងនាមជាពុទ្ធបរិស័ទត្រូវតែមានការសាររើក៏ដូចជាបង្ហាញការមិនគ្រប់គ្រងចំពោះរឿងទាំងឡាយណាដែលយើងមើលឃើញថាវាមិនអាចជំរុញឲ្យក្នុងការថែរក្សានៅពុទ្ធវចនៈនៅក៏ដូចជាផ្ដល់តម្លៃឲ្យបុព្វបុរសយើងបានអរគុណច្រើន